ស្ដីអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយតាមវិទ្យុរបស់ VOA នៅរាត្រីថ្ងៃអាទិត្យទី16ខែមីនាឆ្នាំ2025នេះខ្ញុំហុកជីតានិងសហការីក្រុមផ្សាយជាកាមេរ៉ាភាសានៃ VOA សូមស្វាគមន៍អស់លោកអ្នកស្ដាប់ពីរដ្ឋធានី Washington នៅក្នុងការផ្សាយរបស់ VOA នៅរាត្រីនេះយើងខ្ញុំមានសេចក្តីរាយការណ៍អំពីអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនថៃបន្ថែមទៀតសម្រាប់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីចិនប្រើ DeepSeek AI ដើម្បីឆ្លប់មើលនិងវាយប្រហារផ្នែកព័ត៌មានលើអាមេរិកអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាពិបាករកប្រាក់ចំណូលខណៈបំណុលកើនឡើងអស់លោកអ្នកកំពុងតែស្ដាប់ការផ្សាយរបស់ VOA ពីរដ្ឋធានី Washington ចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ2022មកសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន7នៅក្នុងប្រទេសថៃសម្រាប់ការនាំចេញទំនិញដែលមានអាទិភាពខ្ពស់ទៅកាន់ប្រទេសរុស្ស៊ីដោយទណ្ឌកម្មចុងក្រោយបង្អស់គឺធ្វើឡើងកាលពីខែធ្នូឆ្នាំមុនទំនិញដែលមានអាទិភាពខ្ពស់ទាំងនោះមានដូចជាគ្រឿងបន្លាស់ម៉ាស៊ីននិងគ្រឿងបន្លាស់កុំព្យូទ័រដែលអាចយកទៅប្រើសម្រាប់ផ្នែកយោធាបានជាដើម VOA ផ្នែកភាសាអង់គ្លេសរាយការណ៍អំពីរឿងនេះពីទីក្រុងបាងកកប្រទេសថៃហើយលោកភីសុភាដាជួនសេចក្តីប្រាយសម្រួលដូចតទៅប្រទេសថៃកំពុងលេចឡើងជាបណ្ដាញដោយផ្ទាល់ដ៏ចម្បងមួយរបស់រុស្ស៊ីសម្រាប់គ្រឿងបន្លាស់ម៉ាស៊ីននិងកុំព្យូទ័រដែលអាចយកទៅប្រើសម្រាប់ផ្នែកយោធាបានក្រុមហ៊ុនកាន់តែច្រើនឡើងនៅក្នុងប្រទេសថៃបានរងការចោទប្រកាន់ថាបានជួយរុស្ស៊ីឲ្យគេចពីការត្រួតត្រារបស់បច្ចឹមប្រទេសលើការនាំចេញដែលការត្រួតត្រានោះមានបំណងបង្អាក់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចាប់តាំងពីពេលដែលរុស្ស៊ីបានឈ្លានពានពេញទំហឹងលើអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ2022មកសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន7នៅក្នុងប្រទេសថៃសម្រាប់ការនាំចេញទំនិញដែលមានអត្ថប្រយោជន៍ខ្ពស់ទាំងនេះទៅកាន់ប្រទេសរុស្ស៊ីដែលការនាំចេញចុងក្រោយគឺនៅខែធ្នូឆ្នាំមុនទិន្នន័យផ្នែកពាណិជ្ជកម្មដែលបានចេញផ្សាយកាលពីឆ្នាំមុនដោយក្រុមហ៊ុន S&P Global ដែលជាក្រុមហ៊ុនវិភាគហិរញ្ញវត្ថុនិងសេវាកម្មនៅទីក្រុងញូវយ៉កក៏បានបង្ហាញឲ្យឃើញអំពីការកើនឡើងខ្ពស់នៃការនាំចេញទំនិញទាំងនេះពីប្រទេសថៃតាំងពីឆ្នាំ2022មកផងដែរប្រទេសថៃមិនត្រូវបានលើកឡើងនោះទេនៅពេលដែលក្រសួងហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកចាប់ផ្ដើមព្រមាននៅពាក់កណ្ដាលឆ្នាំ2023ថាប្រទេសទី3ត្រូវបានប្រើដើម្បីបញ្ជូនទំនិញអត្ថប្រយោជន៍ខ្ពស់នានាទៅកាន់ប្រទេសរុស្ស៊ីដែលជាវិធីដើម្បីបញ្ជាការត្រួតត្រាលើការនាំចេញរបស់ក្រុមបច្ចឹមប្រទេសលោក Byron McKenney អ្នកជំនាញផ្នែកហានិភ័យទណ្ឌកម្មនិងសម្រាប់គ្រប់គ្រងនៅក្រុមហ៊ុន S&P Global Market Intelligence បានប្រាប់ VOA អំពីការស្រាវជ្រាវរបស់ក្រុមរបស់លោកថាដូច្នេះវាគឺជាការភ្ញាក់ផ្អើលដែលឃើញប្រទេសថៃជាប្រទេសឬក៏ទីតាំងថ្មីដែលបានជាប់ពាក់ព័ន្ធនៅក្នុងការទូទាត់ទំនិញប្រភេទនេះលោក McKenney បាននិយាយថាសម្រាប់គ្រប់គ្រងដែលប៉ះពាល់ដោយសារទណ្ឌកម្មគឺប្រៀបដូចជាទឹកនៅក្នុងស្ទឹងដូច្នេះដែរដោយប្រសិនបើអ្នកព្យាយាមបង្អាក់វានៅកន្លែងមួយវានឹងព្យាយាមហូរទៅកន្លែងផ្សេងដូច្នេះប្រទេសថៃគឺលេចឡើងដូច្នេះដែរគឺជាប្រទេសដែលពីដើមមិននៅកន្លែងហ្នឹងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងប្រទេសឬក៏ការដឹកជញ្ជូនទំនិញទាំងនេះនោះទេប៉ុន្តែបានលេចឡើងក្លាយជាប្រទេសដូចនេះនៅពេលក្រោយមកក្នុងអំឡុងពេលប្រមាណថ្ងៃនៃការឈ្លានពានរបស់រុស្ស៊ីកាលពីឆ្នាំ2022ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់ការត្រួតត្រាលើការនាំចេញលើទំនិញអត្ថប្រយោជន៍ខ្ពស់រាប់សិបមុខដូចជាបាដាងគ្រាប់មូលនិងបន្ទះជីបតូចជាដើមដែលខ្លួនថារុស្ស៊ីត្រូវការខ្លាំងបំផុតដើម្បីបន្តទៅមុខនឹងការវាយប្រហារដ៏ខុសខើរបស់ខ្លួនលើអ៊ុយក្រែនទំនិញទាំងនេះត្រូវបានគេស្គាល់ថាជាទំនិញដែលអាចប្រើបានពីរមុខដោយសារតែវាអាចប្រើសម្រាប់ផ្នែកស៊ីវិលផងនិងយោធាផងរបាយការណ៍ឆ្នាំ2024របស់លោក McKenney និងក្រុមរបស់លោកបានបង្ហាញថាប្រទេសចិននាំចេញឬក៏បាននាំចេញឡើងវិញនៅទំនិញទាំងនេះភាគច្រើនទៅកាន់ប្រទេសរុស្ស៊ីតាំងពីពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនមកដោយក្នុងឆ្នាំ2023គឺមានតម្លៃរហូតដល់ទៅជាង$6000 លានរបាយការណ៍នេះក៏បានបង្ហាញផងដែរអំពីប្រទេសផ្សេងទៀតក្រៅពីប្រទេសថៃដែលដឹកជញ្ជូនទំនិញដូចនេះជាច្រើនទៀតទៅរុស្ស៊ីប៉ុន្តែក្នុងចំណោមប្រទេសចំនួន14ដែលការនាំចេញនិងការនាំចេញឡើងវិញរបស់ប្រទេសទាំងនេះទៅកាន់ប្រទេសរុស្ស៊ីដែលរបាយការណ៍នេះបានកត់ត្រាប្រទេសថៃគឺជាប្រទេសដែលមានការកើនឡើងខ្លាំងបំផុតជាងប្រទេសណាទាំងអស់ដោយកើនពី$8.3 លាននៅក្នុងឆ្នាំ2022ទៅដល់$98.7 លាននៅក្នុងឆ្នាំ2023ដែលជាការកើនឡើងលើស 1000%ការដឹកជញ្ជូនទំនិញរបស់ថៃនៅក្នុងឆ្នាំ2023ក៏រួមមានផងដែរនៅទំនិញអត្ថប្រយោជន៍ខ្ពស់ដ៏រសើបបំផុតមួយផ្នែកធំផងដែរដូចជាបន្ទះជីបតូចដែលទីភ្នាក់ងារគយនឹងការពារព្រំដែនអាមេរិកចាត់ទុកថាជាទំនិញអត្ថប្រយោជន៍ទី1ទិន្នន័យនាពេលថ្មីៗនេះបន្ថែមទៀតដែលក្រុមហ៊ុន S&P Global បានចែកចាយជាមួយនឹង VOA បានបង្ហាញថាការនាំចេញនិងការនាំចេញឡើងវិញរបស់ថៃនៅទំនិញអត្ថប្រយោជន៍ខ្ពស់ទៅកាន់ប្រទេសរុស្ស៊ីជាថ្មីម្ដងទៀតបានកើនលើស$90 លាននៅក្នុងឆ្នាំ2024សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម